ពេលដែលខ្ញុំធ្វើដំណើរតាមផ្លូវបាទទៅបើកវ័នជួនអតិជនបាទ25ខេត្តក្រុងនិយាយរួមបងប្អូនណាគឺពេលដែលខ្ញុំឃើញបាទគឺបាទលោកតាលោកយាយឬក៏អ៊ំពូមាមីងដែលគាត់មានជីវភាពខ្វះខាតតាមផ្លូវហ្នឹងពេលដែលខ្ញុំបើកឡានឃើញខ្ញុំចិត្តអត់ដាច់ជីហ៊ូទេហ្មងណាបាទទោះបីជីហ៊ូក៏ខ្ញុំត្រូវឈប់បាទត្រូវឈប់ដើម្បីបាទជួបសំណេះសំណាលមួយពួកគាត់ហើយខ្ញុំតែងតែបាទមានថវិកាតិចតួចជូនទៅពួកគាត់ដើម្បីដោះស្រាយជីវភាពហ្នឹងទៅបាទដូចបាទគឺអ៊ំស្រីម្នាក់ដែលខ្ញុំកំពុងតែជជែកមួយគាត់នេះបាទដោយសារតែក្នុងវីដេអូនេះគឺវាសំឡេងវារំខានអញ្ចឹងខ្ញុំដាក់សំឡេងសៀននេះខ្ញុំសូមបញ្ចូលសំឡេងបងប្អូនគឺពេលដែលខ្ញុំស្ដាប់ពីរឿងរបស់គាត់ខ្ញុំមានអារម្មណ៍មួយគឺហេតុអីបានបាទគាត់មានកូនរហូតដល់ទៅ8នាក់ហ្មងណាបាទមានកូន8នាក់ប៉ុន្តែគាត់នៅតែមិនអាចបាទគឺមានជីវិតមួយដែលទទួលបានការបាទមើលថែពីកូនមកណាគឺអត់ទេគឺគាត់ដើររើអេតចាយគឺជារៀងរាល់ថ្ងៃនឹងបាទហើយដើររើអេតចាយគឺតាមផ្លូវនឹងគាត់ជិះកង់បាទកង់របស់គាត់នេះគឺធ្វើដំណើរតាមផ្លូវដើម្បីបាទរើសសបកកំប៉ុងឬក៏សបកដបក្នុងការយកទៅលក់ដោះដូរយកលុយចិញ្ចឹមជីវិតចឹងទៅពីអ្នកតាបាទពីអ្នកតារបស់គាត់អញ្ចឹងគឺមើលហើយគឺមានអារម្មណ៍ថាហេតុអីបាទកូនដល់ទៅ8នាក់มันអាចមើលថែឪពុកម្ដាយត្រឹមតែ2នាក់នឹងបានទាំងដែលឪពុកម្ដាយទោះបីគាត់មានកូនប្រមាណក៏ដោយគឺគាត់តែងតែមើលថែគាត់តែងតែឲ្យកូនរស់នៅដោយលក្ខណៈសុខស្រួលបើយើងនិយាយទៅបាទគឺគាត់ខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីឲ្យកូនហើយទាំងដែលគាត់ដឹងថាកូនទី1បាទមានទាំងការហូបការញ៉ាំការស្លៀកពាក់និងការសិក្សារៀនសូត្រនិងការតម្រែតម្រង់ផ្ដៅកូនចៅចឹងទៅតែសម្រាប់គឺបើសិនជាយើងចិញ្ចឹមឪពុកម្ដាយវិញបាទដូចជាគាត់អត់មានទីមទាអនាគតអីទេគឺសំខាន់ផុតឲ្យតែមានអាហារ3ពេលឲ្យគាត់គ្រប់គ្រាន់គឺគាត់សប្បាយចិត្តហើយបាទអាហារគ្រប់គ្រាន់3ពេលហ្នឹងបាទគឺគាត់សប្បាយចិត្តហើយបាទគឺមានចំណៃចំណុកតិចតួចបាទរបស់ទ្រព្យរបស់ឲ្យដូចជាគាត់មិនសូវជាចង់បានតែឡៃហ្នឹងបាទតែបាទគឺដល់ពេលយើងឃើញបែបហ្នឹងគឺមានអារម្មណ៍មួយគឺសំណោះមែនតើបាទឪពុកគេឪពុកយើងម្ដាយគេម្ដាយយើងបាទខ្ញុំសម្រាប់ខ្ញុំមុនណាគឺខ្ញុំក៏កើតនៅក្នុងតកោមួយដែលបាទខ្សត់ដែលក្រលំបាកបាទក្រលំបាកឪពុកម្ដាយរបស់ខ្ញុំប៉ុន្តែគាត់ក៏តស៊ូម៉ែរបស់ខ្ញុំក៏តស៊ូរហូតដល់ខ្ញុំរៀនចប់ដើមហើយពេលហ្នឹងមិនមែនថាតែឪពុកម្ដាយរបស់ខ្ញុំគឺប្អូនរបស់ខ្ញុំគាត់លះបង់ដើម្បីខ្ញុំរៀនបាទបងស្រីរបស់ខ្ញុំក៏គាត់លះបង់ដើម្បីខ្ញុំរៀនអញ្ចឹងគឺលក្ខណៈខ្ញុំមិនឲ្យពួកគាត់ខំណោះខ្ញុំខិតខំប្រឹងប្រែងរៀនសូត្ររហូតដល់ទៅខ្ញុំអាចបាទចេញរកស៊ីមានលទ្ធភាពបាទជួយមិនថាតែក្រុមគ្រួសារខ្ញុំនិងមនុស្សជុំវិញខ្លួនខ្ញុំបាទនេះបាទដូចអ៊ំស្រីខ្ញុំបានជូនទៅប្រាក់គាត់បាន200000បាទជូនគាត់20000ដើម្បីគាត់ដោះស្រាយជីវភាពអញ្ចឹងខ្ញុំលះណាថាអ្វីដែលខ្ញុំធ្វើរាល់ថ្ងៃនេះខ្ញុំមិនដែលទៀមទាចង់បានអីបានទេមុនណាគឺធ្វើមិនក៏ដោយគឺខ្ញុំជួយមនុស្សឲ្យបានច្រើនបំផុតបាទតែអ្វីដែលអាចធ្វើទៅបានហើយជាក់ស្ដែងទៀតពេលដែលខ្ញុំបានធ្វើអំពើល្អទាំងអស់ហ្នឹងបង្ហាញទៅកាន់ពុកម៉ែបងប្អូនហើយបានពុកម៉ែបងប្អូនគ្រប់ត្រស្រឡាញ់ហើយជាពិសេសគឺមានការលើកទឹកចិត្តមានការនិយាយលើកឡើងពីពុកម៉ែបងប្អូនខ្ញុំពិតជាមានមោទនភាពហើយធ្វើអត់ហត់អត់ហត់ទេខ្ញុំខិតខំប្រឹងប្រែងធ្វើកាន់តែខ្លាំងជាងនឹងទៀតហើយក៏អរគុណទឹកចិត្តបងប្អូនចូលមើលហើយមិនត្រឹមតែ like share ហើយគឺបាទ comment លើកទឹកចិត្តឲ្យនេះគឺខ្ញុំសប្បាយចិត្តខ្លាំងមែនទេអញ្ចឹងហើយបានណាធ្វើអីក្រោយមកណាគឺពេលយើងទទួលបានការគ្រប់គ្រងកាន់តែខ្លាំងការធ្វើយើងកាន់តែខ្លាំងជាងមុនទៅហើយការដឹកនាំបាទក្រុមហ៊ុនកំណត់សម្រាប់ដែរខ្ញុំធ្វើនេះគឺខ្ញុំជាពុកម៉ែបងប្អូនណាគឺយើងនឹងបង្កើតឱកាសការងារជូនពុកម៉ែបងប្អូនបាទមិនថានៅទីណាទេមិនថានៅស្រុកស្រែជនបទទីក្រុងគឺយើងនឹងព្យាយាមធ្វើយ៉ាងម៉េចឲ្យពុកម៉ែបងប្អូនមានការងារមានប្រាក់ចំណូលខ្ពស់ជាមួយក្រុមហ៊ុនកំណត់សម្រាប់នឹងធ្វើឲ្យពុកម៉ែបងប្អូនមានប្រាក់ចំណូលខ្ពស់ហើយគឺជីវិតនឹងល្អប្រសើរជាមួយកំណត់សម្រាប់អញ្ចឹងសង្ឃឹមថាបងប្អូននឹងជួយគ្រប់គ្រងកាន់តែខ្លាំងជាមួយក្រុមហ៊ុនកំណត់សម្រាប់បាន